អីបង្គំនឹងចម្រើនពរញាតិញោមពុទ្ធបរិស័ទគ្រប់ព្រះអង្គគ្រប់គ្នានៅថ្ងៃនេះថ្ងៃអង្គារ200ខែពិសាខឆ្នាំម្សាញ់ស័កស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី13ខែឧសភាឆ្នាំ2025នេះគឺជាសកម្មភាពខ្លះៗរបស់បងប្អូនដែលសិក្សារៀនសូត្រនៅសាលាធម្មសិក្សាសិស្សសែមនាទីសិដ្ឋាដែលពួកគាត់ទំនេរពីការសិក្សារៀនសូត្រផ្សេងក៏បានឆ្លៀតពេលទំនេរនោះឯងមកជួយសម្អាតបោះសម្អាតនៅក្នុងអារាមវត្តនាទីសិដ្ឋាពិតជាឃើញបែបនេះពិតជាមានសេចក្តីត្រេកអរពីរាយយ៉ាងខ្លាំងពីព្រោះបងប្អូនតូចមានទឹកចិត្តមានការចង់សម្អាតវត្តដើម្បីទទួលនៅបាននៅបុណ្យកុសលផ្សេងពួកគាត់មករៀងច្រើនដែរខ្ទង់20ទៅ30នាក់ដែរមកជួយសម្អាតនៅក្នុងវត្តអារាមទីថាបោះសម្អាតសម្រាប់ផ្សេងមានការដាក់ស្មៅឬសម្រាប់ថង់ប្លាស្ទិកបោះតាមលើសាដើម្បីឲ្យវត្តឯងកាន់តែមាននៅសោភ័ណភាពស្រស់ស្អាតហើយព្រះសង្ឃឃើញសកម្មភាពបែបនេះក៏មានទឹកចិត្តបន្តិចបន្តួចជូនដល់ប្អូនបានជូននៅភេសជ្ជៈទឹកផ្លែឈើផ្សេងជូនប្អូនម្នាក់មួយកំប៉ុងម្នាក់មួយកំប៉ុងហើយប្អូនមកបោះនេះគាត់មិនបានទៀមទានៅអ្វីទេគឺទឹកចិត្តរបស់គាត់មកបោះតែប៉ុណ្ណោះក៏ប៉ុន្តែព្រះសង្ឃឃើញបែបនេះក៏មានទឹកចិត្តដែរក៏បានជូនភេសជ្ជៈដល់ប្អូនដើម្បីឲ្យបានបរិភោគនឹងជាកម្លាំងចិត្តមួយផងដែរជាចុងក្រោយក៏សូមអរគុណដល់បងប្អូនទាំងអស់សូមជូនពរបងប្អូនទាំងអស់ឲ្យជួបប្រទះតែពុទ្ធពរទាំងឡាយ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លាតឡើយ